ខ្ញុំគិតថាបងប្អូនប្រជាកសិករយើងមួយចំនួននៅតែមានការខ្វះខាតផ្នែកចំណេះដឹងបច្ចេកវិទ្យាបាទផ្នែកបច្ចេកវិទ្យាទាំងខ្ញុំទាំងគេទាំងបងប្អូនប្រជាកសិករផ្សេងទៀតជាពិសេសបងប្អូនអ្នកលក់អីវ៉ាន់អនឡាញលក់កសិផលលក់សម្ភារៈកសិកម្មលក់ដំណាំដាំដុះពូជដំណាំកូនឈើផ្សេងខ្ញុំគិតថាចំណេះដឹង digital ចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រើប្រាស់បណ្ដាញសង្គមក្នុងការប្រើប្រាស់បណ្ដាញsocial media social network មួយចំនួនគឺនៅមានកម្រិតនៅឡើយដូចជាការប្រើប្រាស់ Facebook ការប្រើប្រាស់ TikTok ការប្រើប្រាស់ YouTube ការប្រើប្រាស់ Telegram អីជាដើមបាទបងប្អូនក្រុម Facebook របស់ខ្ញុំជាច្រើនត្រូវបានខូចដោយសារបងប្អូនយើងជាពិសេសអ្នកលក់ធាតុចូលកសិកម្មអ្នកលក់ដំណាំដាំដុះលក់ពូជដំណាំលក់កូនឈើបានខូចដោយសារបងប្អូនយើងធ្វើការផុសវីដេអូក៏ដូចជារូបភាពដែលយកអំពីគេមកហើយជាប់កម្មសិទ្ធិបញ្ញាបាទជាប់ copyright ហើយគាត់យកមកបង្ហោះកាលណាគាត់បង្ហោះទៅវាធ្វើឲ្យប៉ះពាល់ដល់ក្រុមរបស់ខ្ញុំបានបាត់អស់ជាច្រើនហេតុនេះហើយដែលខ្ញុំអាចសន្និដ្ឋានបានថាចំណេះដឹងរបស់ពួកគាត់គឺពិតជានៅមានកម្រិតអត់ទាន់បានយល់ដឹងអំពីកម្មសិទ្ធិបញ្ញាទេហើយវាជាឱកាសល្អដែលយើងអាចសិក្សារៀនសូត្រអំពី digital អំពីបច្ចេកវិទ្យាក្នុងការលក់កសិផលលក់ធាតុចូលកសិកម្មលក់ពូជដំណាំដាំដុះលក់កូនឈើលក់អីជាដើមហ្នឹងបាទអញ្ចឹងដោយមើលឃើញពីហេតុផលនេះហើយខ្ញុំមានគម្រោងខ្ញុំមានគំនិតក្នុងការចែករំលែកចំណេះដឹងខ្លះដែលខ្ញុំមានអំពីការប្រើប្រាស់បណ្ដាញសង្គមអំពីការលក់ដូរអនឡាញជាពិសេសផ្ដោតទៅលើបងប្អូនប្រជាកសិករក៏ដូចជាបងប្អូនអ្នកលក់ធាតុចូលកសិកម្មលក់ពូជដំណាំលក់ជីថ្នាំកសិកម្មលក់ឬក៏បម្រើសេវាកម្មផ្នែកកសិកម្មអីជាដើមហ្នឹងឬក៏បងប្អូននៅលើអនឡាញទូទៅបាទអាចចូលរួមបានដែរដែលខ្ញុំនឹងព្យាយាមចែករំលែកស្រាលងាយដែលបងប្អូនអាចមើលអាចសិក្សារៀនសូត្របានហើយខ្ញុំបានបង្កើត page ថ្មីដើម្បីកុំឲ្យលោកឡំជាមួយ page ចាស់របស់ខ្ញុំមួយនេះអញ្ចឹង link page ខ្ញុំនឹងទម្លាក់ចូលនៅក្នុង comment ដូច្នេះបងប្អូនអាចចូលទៅកាន់ page នោះដើម្បីមើលវីដេអូដែលខ្ញុំនឹងព្យាយាមចែករំលែកជាបន្តទៅបាទអរគុណខ្ញុំជូនខ្លីប៉ុណ្នេះបងប្អូនកុំភ្លេចចូលទៅក្នុង page ថ្មីរបស់ខ្ញុំដែលខ្ញុំនឹងដាក់ឈ្មោះ Grow Digital KH បាទអរគុណ